បាទក្រុមជាសួរម៉ែបងប្អូនអរគ្នាថ្ងៃនេះជាថ្ងៃទី11ខែ3ឆ្នាំ2025គឺជាថ្ងៃទិវាអានសិភៅអានអំណាចគឺវាថាសូមបងប្អូនទាំងអស់គ្នាដែលបានទទួលសិភៅពីខ្ញុំហើយនឹងបាន live ផ្សេងៗដែលបានបើកហើយទូទាំងប្រទេសសូមអានសិភៅទាំងអស់គ្នាហើយថ្ងៃនេះសូមឲ្យអានឲ្យបានបើសិនជាអានឲ្យបានតិចមួយទំព័រអញ្ចឹងចាប់ដើមពីខ្ញុំចាប់ដើមអានគេគឺកន្លែងនេះខ្ញុំជឿថាសិភៅនេះគេហៅថាសិភៅវិជាធ្វើជានិមានណាបាទគឺស្ថានអ្នកបពុំនេះគឺលើកទី2ហើយអ្នកប្រែស្រួលហ្នឹងជាមួយនឹងប្រូឈ្មោះនៃការសម្ពោធតិចមានហ្នឹងមានឈ្មោះអូខេអូខេអញ្ចឹងខ្ញុំអានទំព័រនេះសំខាន់បំផុតសម្រាប់ខ្ញុំបើអ្នកធ្វើបានដូច្នេះជីវិតរបស់អ្នកនឹងមិនធុញទ្រាន់ទេបើអ្នកជាមនុស្សដែលរាថយស្រពាប់ស្រពោនមិនហ៊ានព្រមទាំងចោះចាញ់នោះសាកល្បងអានថាតើអ្នកគួរធ្វើយ៉ាងណានេះទី1គេថាហ៊ានតស៊ូនឹងការពិតគ្រប់យ៉ាងមិនថាមានលទ្ធផលយ៉ាងណាទេបាទអញ្ចឹងលទ្ធផលយ៉ាងណាក៏ដោយយើងទៅរីករាយនឹងទទួលវាទី2អ្នកត្រូវតែគិតថាគ្រប់យ៉ាងបានបើអ្នកនឹងធ្វើទី2ទី3អ្នកត្រូវខ្លាចបរាជ័យអ្នកមិនត្រូវខ្លាចបរាជ័យទេព្រោះវាគឺជារឿងធម្មតាហើយរឿងធម្មជាតិរបស់យើងនៃសមត្ថភាពរបស់យើងទី4ឲ្យរបស់ទៅអ្នកដទៃមុននឹងអ្នកនឹងសប្បាយចិត្តនៅពេលក្រោយទី5គំរូនៃភាពជោគជ័យដ៏ល្អអ្នកអាចជួយអ្នកបានវាអាចជួយអ្នកបាន6កុំលោភដើរម្ដងមួយជំហានមើលជួយខ្លួនយើងហើយបន្តទៅមុខទៀតទី7អ្នកគិតថាបើអ្នកឬផ្លូវណាចូលធ្វើផ្លូវខាងនោះឲ្យបានច្រើនបំផុតទី8កុំខ្លាចបញ្ហាព្រោះជីវិតមនុស្សគ្រប់គ្នាមានបញ្ហាគ្រប់គ្នាតែបញ្ហាត្រូវបានយើងដោះស្រាយគ្រប់បញ្ហា9គិតក្នុងផ្លូវល្អជានិច្ចនោះជាអ្នកទោះជាអ្នកនឹងមានកម្លាំងចិត្តល្អយ៉ាងណាក៏ដោយឬក៏មានបញ្ហាផ្លូវចិត្តយ៉ាងណាក៏ដោយគឺយើងត្រូវតែគិតវិជ្ជមានរហូតទី10ប្រាថ្នារឿងល្អហើយគ្រប់យ៉ាងធ្វើបានគ្រប់វិធីទាំងអស់គឺអាស្រ័យទៅលើបងប្អូនទាំងគ្នាអញ្ចឹងកន្លែងខ្ញុំអានបាន10ចំណុចនេះបងប្អូនអាចអានទាំងអស់គ្នាផ្សេងទៀតផ្សេងគ្នាទាំងអស់គ្នាអញ្ចឹងជួនកន្លែងចូលរួមទាំងអស់គ្នាអានសភៅបាទមិនថាសភៅអីទេបងប្អូនអានទៅយើងមានធរណាអានទាំងអស់គ្នាព្រោះជាថ្ងៃនេះជាទិវានៃការអំណាចសភៅបាទអញ្ចឹងសូមអរគុណសូមតាមផ្ញើតាមវីដេអូនេះសូមឲ្យបងប្អូនដែលបានទទួលសភៅពីខ្ញុំបានជូននោះអានពីទំព័រក៏បានមួយទំព័រក៏បានឬក៏2ជួរ3ជួរក៏បានអញ្ចឹងដើម្បីចូលរួមហើយផុសហើយបណ្ណាល័យទាំងអស់ទូទាំងប្រទេសសូមឲ្យបងប្អូនទាំងនេះចូលរួមអានទាំងអស់គ្នាតែខ្ញុំបានរៀបចង់ហើយនៅផ្សេងទៀតដែលមានហើយស្រាប់ចូលរួមអានទាំងអស់គ្នាសូមគោរពអរគុណសូមជម្រាបលា